ក្នុងជំនឿអរិយធម៌អេស៊ីបបុរាណឋាននរកឬពិភពខាងមុខត្រូវបានគេស្គាល់ថាឌូអាតវាគឺជាអាណាចក្រដ៏អាថ៌កំបាំងមួយដែលព្រលឹងអ្នកស្លាប់ត្រូវឆ្លងកាត់ការលបងជាច្រើនដើម្បីស្វែងរកជីវិតអមតៈខាងក្រោមនេះគឺជាចំណុចសំខាន់នៃឋាននរកអេស៊ីបបុរាណការធ្វើដំណើរតាមទូករបស់ព្រះអាទិត្យជនជាតិអេស៊ីបជឿថារៀងរាល់យប់ព្រះអាទិត្យព្រះរាត្រូវធ្វើដំណើរកាត់តាមឌូអាតក្នុងអំឡុងពេល12ម៉ោងនៃពេលយប់ទ្រង់ត្រូវប្រឈមមុខនឹងសត្វចម្លែកផ្សេងជាពិសេសគឺសត្វពស់យក្ស Apophis ដែលព្យាយាមលេបត្របាក់ព្រះអាទិត្យដើម្បីឲ្យពិភពលោកធ្លាក់ក្នុងភាពងងឹតសូន្យឈឹង 2. ការលបងសមត្ថភាពព្រលឹងអ្នកស្លាប់ត្រូវឆ្លងកាត់ទ្វារការពារដោយអាទិទេពដែលមានមុខគួរឲ្យខ្លាចដើម្បីឆ្លងកាត់បានវិញ្ញាណនោះត្រូវដឹងពីឈ្មោះពិតរបស់អាទិទេពទាំងនោះនិងត្រូវសូត្រមន្តអាគមពីសៀវភៅនៃមរណៈ 3. ពិធីជញ្ជីងយុត្តិធម៌វេនេះគឺជាដំណាក់កាលសំខាន់បំផុតនៅចំពោះមុខព្រះអូស៊ីរីសអូហ្វេរីបេះដូងគេយកបេះដូងរបស់អ្នកស្លាប់តំណាងឲ្យមនសិការនិងទង្វើទៅដាក់លើជញ្ជីងម្ខាងរោមសត្វម៉ាអាតខជញ្ជីងម្ខាងទៀតដាក់រោមសត្វរបស់ទេពធីតាម៉ាអាតដែលតំណាងឲ្យសេចក្តីពិតនិងយុត្តិធម៌លទ្ធផលប្រសិនបើបេះដូងស្រាលជាងឬស្មើនឹងរោមសត្វនោះព្រលឹងនឹងបានទៅកាន់វាលស្រែអាលុដែលជាឋានសួគ៌ដ៏សុខសាន្តប្រសិនបើបេះដូងធ្ងន់ជាងដោយសារអំពើបាបវានឹងត្រូវស៊ីដោយសត្វចម្លែកអាមីតដែលមានក្បាលជាក្រពើខ្លួនជាខ្លារខិននិងគូតជាដំរីទឹកហើយវិញ្ញាណនោះនឹងត្រូវរលាយបាត់ជារៀងរហូត 4. អាទិទេពសំខាន់ក្នុងឌូអាតអូសៃរីសស្ដេចនៃឋាននរកនិងជាចៅក្រមជាន់ខ្ពស់ Anubis អាទិទេពក្បាលឆ្កែចចកដែលជាអ្នកនាំផ្លូវព្រលឹងនិងជាអ្នករៀបចំពិធីជញ្ជីង Thoth អាទិទេពក្បាលសត្វក្រៀលដែលជាអ្នកកត់ត្រាលទ្ធផលនៃយុត្តិធម៌សរុបមកឋាននរកអេស៊ីបមិនមែនគ្រាន់តែជាកន្លែងដាក់ទណ្ឌកម្មដោយជំនឿខ្លះទៀតនោះទេប៉ុន្តែវាគឺជាការសាក់លបងដ៏គ្រោះថ្នាក់ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់និងគុណធម៌របស់មនុស្សម្នាក់ៗមុននឹងទទួលបានជីវិតអមតៈ